ដីបងប្អូនអរគ្នាម្សិលមិញសង្ឃឹមថាមិនបងប្រុសម្នាក់ក៏សួរបងខ្លុយថ្លៃ$1ហ្នឹងខ្ញុំកើតអត់នេះនៅដៃខ្ញុំទិញនៅកែបពីមុនណាបាទ$1ហ្នឹងក៏ខ្ញុំផ្លុំកើតដែរហើយបងប្អូនក៏អាចយកទៅរៀនបានដែរប៉ុន្តែវាអត់ត្រូវថងហើយណាមួយវាអត់ត្រូវជាមួយនឹងស្តង់ដារផ្លូវខ្មែរយើងទេបាទខ្ញុំលេងកើតតែខ្ញុំលេងកើតបងប្អូនណាអានេះតោះយើងញុកចូលក្នុងមាត់បន្តិចព្រោះអានេះកន្លែងគេធ្វើដូច recorder អញ្ចឹងអានេះយើងធំជាងហ្នឹងខ្ញុំអត់ទាន់កែអីទាំងអស់ខ្ញុំលេងកើតប៉ុន្តែឲ្យវាស្តង់ដារដូចខ្លុយខ្មែរយើងគឺលេងអត់កើតទេដោយសារតែខ្យល់បាទស៊ីខ្យល់ធំស៊ីខ្យល់ច្រើនហើយមួយទៅវិញទៀតអត់គ្រប់រុនទេបាទរុនគឺអត់គ្រប់ជាមួយនឹងគេហៅថាសំនៀងខ្មែរអញ្ចឹងប្រភេទខ្លុយនេះបងប្អូនប្រហែលជាអាចនឹងយកទៅរៀនបានបងប្អូនមួយចំនួនដែលគាត់មិនចង់ចំណាយលុយច្រើនតែខ្ញុំអត់មានលក់ទេបងប្អូនខ្ញុំទិញពីខាងកែបបាទទិញពីគេមកដែរទេខ្ញុំអត់មានលក់ទេខ្លុយនេះបាទព្រោះពណ៌វាស្អាតឬស័យហ្នឹងក៏វាស្អាតដែរហើយមានថ្នាំងឬស័យមិនមែនស័យស្រុកយើងទេអានេះអាចនឹងចេញពីវៀតណាមឬក៏ចិនមកបាទហើយខ្ញុំអត់មានលក់ទេបញ្ជាក់ជូនបាទគេធ្វើខុសពីខ្លុយខ្មែរយើងដាច់បងប្អូនឃើញអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងណាបងប្អូនអរគុណច្រើន